ព្រះអង្គបានយាងចុះទៅស្ថានក្រោមលុះដល់ថ្ងៃទី3ព្រះអង្គបានចាស់ជនរស់ឡើងវិញពីមនុស្សស្លាប់ព្រះអង្គបានយាងឡើងស្ថានបរមសុខទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតាដ៏មានទេជានុភាពសពប្រការព្រះអង្គនឹងយាងមកវិញដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ទាំងស្លាប់ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធនិងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយខ្ញុំជឿថាមានការលើកលែងទោសរួចពីបាបហើយរូបកាយមនុស្សនឹងរស់ឡើងវិញព្រមទាំងមានជីវិតរស់នៅអកលជានិច្ចផងអាមែនតាយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយសូមសម្ដែងព្រះបារមីឲ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គសូមឲ្យព្រះរាជព្រះអង្គបានមកដល់សូមឲ្យព្រះហាតីរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដោយនៅស្ថានបរមសុខដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះសូមអត់ទោសឲ្យយើង